ភាពកំណើនសេដ្ឋកិច្ចរឹងមាំជារៀងរាល់ឆ្នាំបរិយាកាសវិនិយោគល្អទីតាំងវិនិយោគអំណោយផលល្អនៅចំចំណុចកណ្ដាលបេះដូងនៃបណ្ដាប្រទេសអាស៊ានកម្លាំងពលកម្មវ័យក្មេងជាច្រើនពិសេសកត្តាស្ថិរភាពនយោបាយសន្តិសុខបានប្រែក្លាយកម្ពុជាពោពេញដោយឱកាសមាសសម្រាប់ការទាក់ទាញការវិនិយោគស្របតាមលក្ខណៈសម្បត្តិទាំងនេះហើយទើបធ្វើឲ្យសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាបានរីកដុះដាលគួរឲ្យកត់សម្គាល់ក្នុងនោះក៏មានខេត្តពោធិ៍សាត់ដែលជាខេត្តមួយក្នុងចំណោមខេត្តទាំងអស់ដែលស្ថិតនៅភាគខាងលិចនៃប្រទេសកម្ពុជាមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ5ដែលយើងអាចធ្វើដំណើរតាមមធ្យោបាយជាច្រើនដូចជាតាមផ្លូវគោកតាមផ្លូវទឹកតាមផ្លូវដែកជាដើមបច្ចុប្បន្នសេដ្ឋកិច្ចឧស្សាហកម្មក្នុងខេត្តពោធិ៍សាត់បានកើនឡើងជាលំដាប់ក្នុងនោះក៏មានរោងចក្រស្នេហ៍ Techin ដែលជារោងចក្រផ្គត់ផ្គង់បរិក្ខារអគ្គិសនីតង់ចុងមធ្យមត្រូវបានសាងសង់ឡើងក្នុងខែមីនាឆ្នាំ2021ដែលជាក្រុមហ៊ុនបណ្ដាក់ទុនវិនិយោគរួមគ្នាដំបូងបង្អស់ក្នុងប្រទេសកម្ពុជារវាងក្រុមហ៊ុន Snetech Group និង Chin Group ដែលមានទីតាំងស្ថិតនៅភូមិអនសរក្តាមឃុំស្នាអន្សាស្រុកក្រគរខេត្តពោធិ៍សាត់ Snetech Chin ជាក្រុមហ៊ុនដែលផ្ដោតសំខាន់ទៅលើបរិក្ខារអគ្គិសនីតង់ចុងមធ្យមមានដូចជា MV Switchgear OMU MV Distribution Transformer Capacitor Bank Inverter ដើម្បីក្លាយជារោងចក្រឧស្សាហកម្មឈានមុខគេក្រុមហ៊ុនរបស់យើងអនុម័តទទួលយកនូវរបៀបគ្រប់គ្រងកម្រិតខ្ពស់បំផុតដូចជាប្រព័ន្ធ SAP Snetech Chin ជាសម្ព័ន្ធនៃក្រុមហ៊ុនបច្ចេកវិទ្យាបរិក្ខារអគ្គិសនីដែលមានចក្ខុវិស័យតែមួយគត់គឺរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបរិក្ខារអគ្គិសនីដើម្បីធានានូវការផ្គត់ផ្គង់ប្រកបដោយនិរន្តរភាពស្ថិរភាពគុណភាពនិងប្រសិទ្ធភាពក្នុងព្រះរាជាណាចក្រកម្ពុជាដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនមី Chin ដែលមានបទពិសោធន៍ច្រើនជាង40ឆ្នាំជាមួយនឹងការបណ្ដុះបណ្ដាលប្រកបដោយវិជ្ជាជីវៈលើបច្ចេកវិទ្យាទំនើបដូចជាការដំឡើងការធ្វើតេស្តលើផលិតផលព្រមទាំងបានបញ្ជូនបុគ្គលិកដែលមានជំនាញច្បាស់លាស់ចូលរួមនៅក្នុងក្រុមហ៊ុន Snetech Chin របស់យើងគោលការណ៍ប្រតិបត្តិការនៃ Snetech Chin គឺផ្ដល់តម្លៃសម្រាប់អតិថិជនស្វែងរកការអភិវឌ្ឍសម្រាប់បុគ្គលិកនិងទទួលខុសត្រូវចំពោះសង្គមវត្តមាន Snetech Chin នៅក្នុងប្រទេសកម្ពុជាបានបង្ហាញពីការបដិញ្ញាចិត្តយ៉ាងមុតមាំនៅការផ្គត់ផ្គង់ផលិតផលដែលមានគុណភាពអាចជឿទុកចិត្តបានសេវាកម្មល្អជាមួយនឹងតម្លៃសមរម្យដើម្បីក្លាយជាក្រុមហ៊ុនដ៏ល្អបំផុតពួកយើងមានបំណងចែករំលែកបច្ចេកវិទ្យានិងចំណេះដឹងរបស់យើងទៅកាន់សង្គមនិងរួមចំណែកដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា